មានតារាកិត្តិយសចូលរួមដូចជាឆោវិជ្ជការឆោមឬក៏អោមឆោអោមបងស្គាល់ដែរអូនណាអូខេអញ្ចឹងមានតារាកិត្តិយសជាមួយនឹងអោមវិជ្ជការសៀងតារាបយបាទជីសីស្វាគមន៍មកកាន់វីតុ3ស្រាប់តែខ្ញុំបានមកដល់កោះស្វាយពលគ្នាហើយនេះគឺជាសកម្មភាពបនសរសើរសាស្ត្រលោកគ្រូបានរៀបចំធ្វើកម្មវិធីសង្ក្រាន្តឆ្នាំថ្មីហើយនៅខាងក្រៅខ្ញុំបាទគាត់កំពុងធ្វើការសមឬក៏បានរៀបចំតុបតែងអញ្ចឹងណាហើយថ្ងៃនេះខ្ញុំនាំគ្នាមកមើលហើយកុំភ្លេចចូលរួមដល់គ្នានៅវិទ្យាល័យកោះស្វាយនៅថ្ងៃទី2ខែ4ឆ្នាំ2025ខាងមុខនេះអញ្ចឹងមកខាប់ពីដល់គ្នាយូរតោះទៅតាមដានដល់គ្នាចង់ដឹងថានៅក្នុងមានអីខ្លះតោះទៅតាមវីដេអូគ្នាមានពងយៈមានអីគេហៅគប់បិទប៉ោងបាញ់ស្អីយោច្រើនមែនតែលបែងលេងគឺច្រើនមែនតែបងប្អូនទាំងគ្នាមានក្មេងៗប៉ាភាសាបដាបដាដែរព្រោះចិត្តដល់ថ្ងៃមែនតើព្រោះថ្ងៃទី2ថ្ងៃអូខេទាំងគ្នាឥឡូវនេះនៅពីក្រោយបើខ្ញុំផ្ទាល់កំពុងធ្វើការលេងលបែងជាប្រៃសមបដាបដាហើយទាំងគ្នាតើទៅតាមដានដល់គ្នាគេលេងគេលេងគេតោះគេដើរចូលមក come on អូនៅនេះគេលេងបោះអង្គុយហ្នឹងគ្នាបាទជ្រាបសួរឥឡូវនេះខ្ញុំបានមកដល់វិទ្យាល័យកោះស្វាយដល់គ្នាហើយចង់សួរព័ត៌មានពួកគាត់តិចតួចតទៅនឹងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនៅវិទ្យាល័យកោះស្វាយផ្ទាល់នៅវិទ្យាល័យរបស់យើងធ្វើសង្ក្រាន្តថ្ងៃទីប៉ុន្មានដែរថ្ងៃទី2ខែ4ហ្មងអូថ្ងៃទី2ខែ4គឺជិតដល់ថ្ងៃមែនតើហើយនៅសាលារបស់យើងរៀបចំធ្វើកម្មវិធីខ្លះពីព្រឹករហូតដល់ល្ងាចអីណែមានដឹងអត់ទេមានដូចជាលេងល្បែងជាប្រៃល្បែងកំសាន្តមានហើយមានឆាកតន្ត្រីមករំទៀតបងមានការរំជូនពរវិញមានរំរបាំជូនពរហើយសំខាន់មានឆាកតន្ត្រីទៀតអូហើយខ្ញុំឮឃើញអាណោនផេកបនសាលាគាត់ធ្វើណាមានតារាកិត្តិយសចូលរួមដូចជាឆោវិជ្ជការឆោមឬក៏អោមឆោអោមបងស្គាល់ដែរអូនណាអូខេអញ្ចឹងមានតារាកិត្តិយសជាមួយនឹងអោមវិជ្ជការសៀងតារាបយយល់ច្រើនមែនតើតារាកិត្តិយសឆាកតន្ត្រីដូចជាអកដងខាងតន្ត្រីអង្គរនៅខាងកោះស្វាយហ្មងត្រីអូខេនៅកោះស្វាយផ្ទាល់តែម្ដងអញ្ចឹងដឹងតែក៏ក្រោកដឹងតែសប្បាយទេបងប្អូនសម្រាប់នៅវិទ្យាល័យកោះស្វាយនេះផ្ទាល់ហើយគេចាប់ដើមលេងពីម៉ោងប៉ុន្មានដែរអាវគ្គតន្ត្រីបងជួយចិត្តតែតន្ត្រីហើយជាម៉ោង1ម៉ោង2អីទៅបងលេងអូអញ្ចឹងចាប់ពីម៉ោង1រហូតដល់ម៉ោង2មានកម្មវិធីរំបដាបដាយអញ្ចឹងសង្ឃឹមអ្នកគ្នាដែលបានមើលវីដេអូនេះកុំភ្លេចចូលរួមឲ្យបានច្រើនកកផងនៅថ្ងៃទី2ខែ4ឆ្នាំ2025ខាងមុខនេះនៅវិទ្យាល័យកោះស្វាយអូខេអរគុណច្រើនអូនអរគុណច្រើនបាទអូខេទាំងគ្នាបន្ទាប់ពីបានឃើញព្រឹត្តិការណ៍កំពុងរៀបចំលេងអង្គុយហើយនៅខាងក្រៅខ្ញុំបានផ្ទាល់កំពុងតែលោកគ្រូអ្នកគ្រូកំពុងតែបង្ហាត់បង្រៀនសិស្សពីក្បាច់រាំប្រពៃណីខ្មែររបស់យើងហើយទៅតាមតាមទាំងគ្នាចង់ដឹងថាគាត់បង្ហាត់បែបក្បាច់សារ៉ាវ៉ាន់ឬក៏ឡាំលាវឬក៏ជីសីចង់ចេះដែរជីសីនឹងធ្វើការរៀនតែម្ដងអូខេឥឡូវទៅតាមតាមទាំងគ្នា let's go ជម្រាបសួរលោកគ្រូជម្រាបសួរអ្នកគ្រូជម្រាបសួរបងនេះគឺជាសកម្មភាពលោកគ្រូកំពុងធ្វើការរៀបចំបង្រៀនសិស្សពីក្បាច់រាំលោកគ្រូតាលោកគ្រូបាទហើយដោយលោកគ្រូសុំសួរមួយតើមានប្រមាណចង្វាក់ដែរលោកគ្រូក្បាច់ខ្មែររបស់យើងបើហាត់ថ្ងៃហ្នឹងអូថ្ងៃហ្នឹងថែមមួយចង្វាក់ថ្មីមួយទៀតអូខេអញ្ចឹងទៅហាត់សមសិនហាត់សមសិនហីអូខេលោកគ្រូបាទអរគុណចង្វាក់ដែលយើងបានហាត់ហើយហ្នឹងមាន4ចង្វាក់4ចង្វាក់ឥឡូវចាំចង្វាក់ថ្មីនេះរត់ជើងគ្នាបានហើយចាំសាកសមភ្លេងបាទហ្នឹងហើយអញ្ចឹងខ្ញុំចាំដល់សមភ្លេងហើយបាទខ្ញុំទៅវិញបាទអរគុណច្រើនគ្រូបាទចាំចាក់ភ្លេងខ្ញុំចូលមកហ្មងអូខេអរគុណច្រើនបាទអរគុណច្រើនហ្មងអរគុណច្រើនចាំអីស្អីមកអូខេនេះឥឡូវនេះយើងបានមកមើលជាមួយនឹងសាលារៀនគេហៅថាកោះស្វាយហើយសកម្មភាពរបស់គាត់នៅខាងក្រៅយើងកំពុងតែធ្វើការរៀបចំរាំគេហៅថាចង្វាក់ប្រពៃណីជាតិខ្មែររបស់យើងផ្ទាល់ហើយឥឡូវនេះពីខ្ញុំបាទជីសីក៏មានវីដេអូតែត្រឹមហ្នឹងទេអរគុណច្រើនមែនទែនសម្រាប់តាមដានវីដេអូដល់ចប់ពីខ្ញុំបាទជីសីអរគុណបាយបាយ